លើកទឹកចិត្តសិស្សពូកែអភិបាលខេត្តប្រសិទ្ធអនុប្រកាសផ្តល់រង្វាន់ម៉ូតូមួយគ្រឿងសម្រាប់បេក្ខជនប្រឡងជាប់នីតិ A ការបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាត់ដុំសម័យប្រឡងថ្ងៃទី10ខែសីហាឆ្នាំ2026បានប្រព្រឹត្តទៅយ៉ាងរលូននិងម៉ត់ចត់នៅមណ្ឌលប្រឡងនានាក៏ដូចជានៅសាលាបឋមសិក្សានិងអនុវិទ្យាល័យហ៊ុនសែនមិត្តភាពការដ្ឋាភិបាលភាពអាយដាមសុកគៀងរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងអាយដាមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តប្រសិទ្ធអនុដើម្បីធានាបាននូវភាពស្អាតស្អំតម្លាភាពនិងយុត្តិធម៌ស្របតាមគោលការណ៍អ្នកចេះគឺជាប់សម្រាប់សម័យប្រឡងឆ្នាំ2026នេះមន្ទីរអប់រំយុវជននិងកីឡាខេត្តប្រសិទ្ធអនុបានរៀបចំមណ្ឌលប្រឡងសរុបចំនួន5មណ្ឌលដោយចែកចេញជា99បន្ទុំដើម្បីទទួលបេក្ខជនចូលរួមប្រឡងសរុប2421នាក់ស្រី1276នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន463នាក់ស្រី264នាក់ស្មើនឹង20បន្ទប់ដោយបែងចែកនៅមណ្ឌលវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសក្រុងប្រសិទ្ធអនុចំនួន12បន្ទប់និងមណ្ឌលបឋមសិក្សាវិទ្យាល័យវារិញស្រុកព្រៃនប់ចំនួន8បន្ទប់ដោយឡែកបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនសរុប1958នាក់ស្រី1012នាក់ស្មើនឹង79បន្ទប់ដែលស្ថិតនៅតាមមណ្ឌលចំនួន3រួមមានមណ្ឌលវិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន33បន្ទប់មណ្ឌលអនុវិទ្យាល័យតេជោសែនកម្មករចំនួន12បន្ទប់និងមណ្ឌលវិទ្យាល័យវារិញស្រុកព្រៃនប់ចំនួន34បន្ទប់គ្រប់មណ្ឌលប្រឡងទាំងអស់ត្រូវបានរៀបចំបរិស្ថានអនាម័យនិងសណ្ដាប់ធ្នាប់យ៉ាងស្អាតបាតប្រកបដោយរបៀបរៀបរយដើម្បីធានាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូននិងមានសុវត្ថិភាពខ្ពស់នៅក្នុងឱកាសនោះដែរអាយដាមម៉ាងស៊ីណេតបានសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយមាតាបិតាសិស្សដែលបានជូនកូនចៅមកប្រឡងដោយបានអំពាវនាវកុំឲ្យមានការព្រួយបារម្ភព្រោះបេក្ខជនដែលមានសមត្ថភាពពិតប្រាកដនឹងទទួលបានជោគជ័យដើម្បីជាការសម្រួលទុក្ខធុរៈរដ្ឋបាលខេត្តបានសម្រេចផ្តល់ការឧបត្ថម្ភអាហារចំនួន6ពេលព្រមទាំងរៀបចំកន្លែងស្នាក់នៅជូនដល់បេក្ខជនដែលមានជីវភាពខ្វះខាតនិងបេក្ខជនដែលធ្វើដំណើរមកពីឆ្ងាយបន្ថែមពីលើនេះអាយដាមអភិបាលខេត្តក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូមួយគ្រឿងជូនដល់បេក្ខជនដែលប្រឡងជាប់នីតិ A ម្នាក់ៗផងដែរដើម្បីឲ្យដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយបរិយាកាសរីករាយនិងគ្មានការព្រួយបារម្ភរដ្ឋបាលខេត្តក៏បានឧបត្ថម្ភអាហារហូបចុកជូនដល់កងកម្លាំងការពារនិងយុវជនស្ម័គ្រចិត្តឧបត្ថម្ភទឹកបរិភោគជូនគ្រប់មណ្ឌលប្រឡងទាំង5សម្រាប់បេក្ខជននិងគណៈកម្មការព្រមទាំងរៀបចំសេវាកម្មផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃនៅគ្រប់មណ្ឌលទាំងអស់ផងដែរ